ដែលរឿងរ៉ាវរបស់យើងថ្ងៃនេះនឹងនិយាយតាក់ទងទៅនឹងមង្គលការមួយនៃឆ្នាំ1999អញ្ចឹងមុននឹងឈានចូលទៅកាន់សាច់រឿងរបស់យើងថ្ងៃនេះសូមមេត្តាបងប្អូនជួយចុច Subscribe ឬក៏ជាម្នាក់មួយទៅដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទអ្នកធ្វើវីដេអូឥឡូវយើងចូលមកកាន់សាច់រឿងរបស់យើងថ្ងៃនេះទាំងអស់គ្នាដែលរឿងរ៉ាវរបស់យើងថ្ងៃនេះគឺទទួលបានពីពូម្នាក់ដែលគាត់មានឈ្មោះថាពូធុនសប្តាហ៍ថ្ងៃពូធុនគាត់មានមុខរបរជាជាងមាសប៉ុន្តែកាលនោះគឺគាត់បញ្ជាក់ថាមុខរបរគាត់គឺជាអ្នករត់ម៉ូតូឌុបទេហើយសម្រាប់រឿងរ៉ាវរន្ធត់ព្រឺព្រួចដែលយើងនឹងបានឮបន្តិចទៀតនេះគឺបានកើតឡើងនៅពេលដែលគាត់ត្រូវទៅចូលរួមពិធីមង្គលការរបស់ក្មួយស្រីគាត់នៅក្នុងនិគមជនបទឬក៏ស្រុកស្រែចំការនៃខេត្តមួយក្នុងប្រជាណាចក្រកម្ពុជាយើងប៉ុន្តែពូធុនគាត់សូមមិនបញ្ចេញឈ្មោះខេត្តទេអញ្ចឹងបើសិនជាម្ចាស់រឿងគាត់សូមមិនបញ្ចេញហើយខ្ញុំបាទក៏មិនបញ្ចេញដែរកាលនោះដោយសារតែជាពិធីមង្គលការរបស់ក្មួយស្រីបង្កើតរបស់គាត់អញ្ចឹងគាត់ជាឪពុកមាគឺគាត់ត្រូវទៅគេងមុនចំនួន2យប់ដោយសារគាត់បញ្ជាក់ថាការចំនួននោះគឺពុំមានជួលចុងភៅឬក៏តុកការដោយសម័យឥឡូវទេប៉ុន្តែបើសិនជាតាមទីក្រុងគាត់គិតថាដូចជាមានហើយប៉ុន្តែដោយសារតែក្មួយរបស់គាត់ហ្នឹងគឺជាពិធីមង្គលការដែលរៀបចំនៅតាមស្រុកស្រែចំការធម្មតាអញ្ចឹងកាលនោះគឺត្រូវការបងប្អូនដែលជាសាច់ញាតិរបស់កូនកំលោះឬក៏កូនកំមុំហ្នឹងឬក៏អ្នកជិតខាងហ្នឹងគឺជួយគ្នាម្ដាយមួយជើងដើម្បីធ្វើម្ហូបក៏ដូចជារៀបចំពិធីមង្គលការហ្នឹងឡើងអញ្ចឹងពូធុនគឺគាត់ទទួលបន្ទុកជាចុងភៅនៅក្នុងពិធីមង្គលការមួយហ្នឹងណាមួយមូលហេតុដែលគាត់ត្រូវទៅគេង2យប់ហ្នឹងដោយសារថាត្រូវទៅជួយកាប់ឆ្ការៀបចំបោះជូតកាប់ឆ្កាឲ្យវាដាក់ចុងភៅហើយនឹងរៀបចំកន្លែងសម្រាប់បងប្អូនដែលមកពីបណ្ដាខេត្តនានាគាត់ត្រូវទៅចូលរួមពិធីមង្គលការហ្នឹងគឺដើម្បីឲ្យពួកគាត់មានកន្លែងស្នាក់នៅព្រោះតាមស្រុកស្រែចំនួននោះគឺពុំទាន់មានផ្ទះសំណាក់ទេនៅពេលដែលមានបងប្អូនការអញ្ចឹងបងប្អូនសាច់ញាតិរបស់កូនកំលោះឬក៏កូនកំមុំហ្នឹងគឺយើងត្រូវទៅសុំផ្ទះអ្នកជិតខាងហើយនឹងផ្ទះណាដែលគាត់មានវាលមានអីហ្នឹងគឺយើងធ្វើរោងធ្វើតង់ដើម្បីឲ្យភ្ញៀវកិត្តិយសដែលគាត់ទៅចូលរួមហ្នឹងគឺគាត់បានស្នាក់នៅពេលដែលពូធុនគាត់បានទៅដល់ផ្ទះដែលត្រូវរៀបចំពិធីមង្គលការហ្នឹងបន្ទាប់ពីពួកគាត់បានសំណេះសំណាលនិយាយសួរសុខទុក្ខគ្នាទៅកាន់បងប្អូនដែលខានមកជួបជុំគ្នាយូរបន្ទាប់មកពូធុនគាត់ក៏បានសួរទៅកាន់បងស្រីបង្ការរបស់គាត់ដែលត្រូវជាម្ដាយកូនកំមុំហ្នឹងថាសម្រាប់យប់ហ្នឹងគាត់ហើយនឹងគ្រួសារគាត់ត្រូវគេងនៅកន្លែងណាគេងនៅផ្ទះបងឬក៏មិនដោយកាលនោះពូធុនគាត់បញ្ជាក់ថាគាត់ទៅចូលរួមពិធីមង្គលការហ្នឹងគឺចំនួន4នាក់ដោយគាត់ម្នាក់ប្រពន្ធគាត់ម្នាក់ហើយនឹងកូនស្រីតូចៗរបស់គាត់ហ្នឹង2នាក់ទៀតម្ដាយកូនកំមុំគាត់បញ្ជាក់ថាដោយសារតែផ្ទះដែលត្រូវរៀបចំពិធីហ្នឹងមានបងប្អូនច្រើនដែលគាត់គេងហើយណាមួយវាចង្អៀតគេទុកឲ្យវាយអវ៉ាន់វារៀងច្រើនដែរអញ្ចឹងគាត់ក៏បានប្រាប់ឲ្យពូធុនហ្នឹងទៅសម្រាកនៅផ្ទះរបស់បងប្អូនគាត់ម្នាក់ទៀតដែលត្រូវជាបងប្អូនចំនួនមួយរបស់ពួកគាត់ទាំងពីរហ្នឹងប៉ុន្តែពូធុនគាត់បញ្ជាក់ថាផ្ទះហ្នឹងគឺវារៀងឆ្ងាយពីផ្ទះដែលត្រូវរៀបចំពិធីមង្គលការហ្នឹងអញ្ចឹងពូធុនគឺគាត់អត់ចង់ទៅគេងនៅផ្ទះហ្នឹងទេដោយសារគាត់ជាចុងភៅអញ្ចឹងគាត់គិតថាបើសិនជាគាត់បានគេងនៅចិត្តរោងការហ្នឹងទៅវាងាយស្រួលគាត់ខ្ជិលជិះចុះឡើងហើយណាមួយកន្លែងគេងវានៅចិត្តកន្លែងដែលគាត់ត្រូវធ្វើម្ហូបអញ្ចឹងថ្ងៃឡើងគឺគាត់ងាយស្រួលឡើងទៅសង្ងំសម្រាកមួយផ្លែតឬក៏ងូតទឹកងូតអីហ្នឹងក៏វាស្រួលដែរពូធុនគាត់បញ្ជាក់ថានៅផ្ទះដែលនៅខាងឆ្វេងដៃផ្ទះរបស់កូនកំមុំហ្នឹងគឺមានផ្ទះចំណាស់មួយដែលពុំមានមនុស្សរស់នៅយូរដែរហើយប៉ុន្តែម្ចាស់ផ្ទះហ្នឹងគឺគាត់នៅរស់សប្តាហ៍ថ្ងៃទេគ្រាន់តែគាត់ឡើងទៅរស់នៅក្នុងរាជធានីភ្នំពេញផ្ទះហ្នឹងត្រូវបានគេទុកចោលរៀងយូរដែរហើយកាលនោះមូលហេតុដែលម្ចាស់ផ្ទះរើទៅភ្នំពេញហ្នឹងក៏គាត់មិនដឹងច្បាស់ដែរប៉ុន្តែដោយសារម្ចាស់ផ្ទះហ្នឹងគេឡើងទៅរស់ស៊ីនៅភ្នំពេញអញ្ចឹងគាត់ក៏គិតថាមូលហេតុគឺគ្រាន់តែម្ចាស់ផ្ទះគេឡើងទៅរស់ស៊ីធម្មតាដូចជាគាត់ដូចជាគេដូចជាឯងអញ្ចឹងដែរវាអត់មានអីថាទំនងគួរខ្លាចទេគាត់ក៏បានសួរទៅកាន់បងស្រីរបស់គាត់ថាចុះផ្ទះរបស់មីងមួយដែលនៅជាប់យើងនេះអាផ្ទះនេះអាចគេងបានអត់នៅពេលដែលសួរអញ្ចឹងហើយ
ម្ដាយរបស់កូនកំមុំហ្នឹងគាត់ក៏ថាពីមុខផ្ទះបរិវេណដីវាលហ្នឹងគឺគាត់កាប់ឆ្កាឲ្យក្មេងៗជួយបោសសម្អាតរៀបចំដើម្បីថាដាក់រោងចុងភៅនៅកន្លែងហ្នឹងប៉ុន្តែលើផ្ទះដូចជាគាត់មិនច្បាស់ទេថាអាចគេឬក៏អត់ដោយសារតែអត់មានលេខទូរស័ព្ទព្រោះជំនាន់នោះគឺពុំទាន់មានទូរស័ព្ទប្រើគ្រប់ដៃទេជាពិសេសគឺនៅជនបទដែលបងប្អូនយើងតាមស្រុកស្រែចម្ការអញ្ចឹងគាត់ពុំមានទូរស័ព្ទទេហើយគាត់ក៏អត់មានលេខរបស់ម្ចាស់ផ្ទះនឹងដែរដោយសារតែគាត់ពុំបានសុំការអនុញ្ញាតពីម្ចាស់ផ្ទះអញ្ចឹងគាត់អត់ហ៊ានទេដែលត្រូវឲ្យនរណាឡើងទៅគេងនៅលើផ្ទះហ្នឹងទោះបីថាជាផ្ទះគេទុកចោលក៏ដោយប៉ុន្តែដោយសារតែពុធនគាត់នៅតែពុំចង់ទៅគេងនៅផ្ទះបងប្អូនជីដូនមួយរបស់គាត់ដែលមានចម្ងាយរៀងឆ្ងាយហ្នឹងអញ្ចឹងគាត់ថាមិនអីទេឥឡូវឲ្យតែម៉ែវាហើយនឹងកូនខ្ញុំគាត់ទៅគេងនៅផ្ទះបងប្អូនយើងទៅបានហើយខ្ញុំហើយនឹងចុងភៅប្រុសផ្សេងទៀតសុំគេងនៅលើផ្ទះហ្នឹងហើយគាត់ថានៅពេលដែលយើងគេងហើយយើងបោសសម្អាតរៀបចំឲ្យស្អាតទៅវាមិនអីទេព្រោះនៅលើផ្ទះហ្នឹងវាពុំមានរបស់មានតម្លៃដែលគេទុកនៅលើផ្ទះហ្នឹងទេណាមួយផ្ទះហ្នឹងអត់មានទ្វារផងហ្នឹងអញ្ចឹងវាមានរបស់អីដែលត្រូវឲ្យយើងលួចហើយនៅពេលដែលយើងឡើងទៅគេងទៅយើងបោសសម្អាតឲ្យស្អាតទៅក៏ដូចជាយើងនឹងជួយបោសឲ្យម្ចាស់ផ្ទះដែរព្រោះម្ចាស់ផ្ទះមិនដែលមកមើលមកអឺតឬក៏មកបោសសម្អាតអីផងបានយើងបោសឲ្យហ្នឹងគឺសំណាងគាត់ហើយបន្ទាប់ពីឮពុធនគាត់និយាយអញ្ចឹងហើយបងស្រីគាត់ក៏និយាយថាឥឡូវបើឡើងទៅដេកលើហ្នឹងក៏ដេកទៅមិនអីទេអញ្ចឹងចាំឲ្យក្មេងៗហ្នឹងជួយឡើងទៅបោសសម្អាតដើម្បីថាឆាប់បានសម្រាកហើយវាធូរកម្លាំងធនឯងដែរពេលនិយាយគ្នារួចពុធនគាត់ក៏បានរៀបចំកៅអៅរបស់គាត់ហ្នឹងដាក់នៅក្នុងស្បោងផ្លាស្ទិកដោយសារតែគាត់យកកៅអៅមកហ្នឹងគឺតែមួយវ៉ាលីធំទេអញ្ចឹងគាត់ឲ្យកៅអៅប្រពន្ធហើយនឹងកូនគាត់ហ្នឹងគឺដាក់នៅក្នុងវ៉ាលីហ្នឹងហើយយកទៅផ្ទះបងប្អូនជីដូនមួយគាត់ហ្នឹងទៅគាត់រើតែកៅអៅគាត់ដែលត្រូវពាក់ចំនួន 2-3 ថ្ងៃហ្នឹងហើយនៅមានកម្មាមានអីហ្នឹងគាត់បញ្ជាក់ថាគាត់ដាក់នៅក្នុងថង់ផ្លាស្ទិកគាត់ក៏បានដើរទៅលើផ្ទះដែលជាប់នឹងផ្ទះរបស់បងស្រីបង្កើតរបស់គាត់ឬក៏ម្ដាយកូនកំមុំនឹងមុនហើយម្ដាយកូនកំមុំគាត់ហ្នឹងក៏ទៅហៅក្មេងៗ2-3នាក់ទៀតដើម្បីនឹងឲ្យយកអំបោសយកអីហ្នឹងមកឲ្យជួយរៀបចំបោសសម្អាតផ្ទះដែលពុធនគាត់នឹងត្រូវឡើងទៅគេងហ្នឹងប៉ុន្តែពុធនគាត់បញ្ជាក់ថាពេលដែលបោសសម្អាតហ្នឹងគាត់មិនមែនគេងតែម្នាក់ឯងទេនៅពេលដែលយើងសម្អាតរៀបចំហើយអញ្ចឹងម្ដាយរបស់កូនកំមុំហ្នឹងក៏ឲ្យបងប្អូនផ្សេងទៀតប៉ុន្តែសុទ្ធតែប្រុសដែលគាត់ត្រូវជួយពុធនក្នុងការងារចក្រានបាយឬក៏ចុងភៅហ្នឹងតែគេងជុំគ្នានៅកន្លែងហ្នឹងអញ្ចឹងនិយាយត្រឡប់មកវិញនៅពេលដែលពុធនគាត់ដើរឡើងទៅលើផ្ទះហ្នឹងម្នាក់ឯងមុនពេលដែលគាត់ពុំទាន់ឡើងកម្មចដាទេគ្រាន់តែគាត់ដើរទៅភ្លាមគឺគាត់ចូលទៅអង្គុយនៅនឹងគ្រែដែលវារៀងពុកហើយនឹងរៀងទ្រុឌមួយនៅក្រោមផ្ទះហ្នឹងដែលគេដាក់សម្រាប់អង្គុយលេងប៉ុន្តែនៅពេលដែលម្ចាស់គេឡើងទៅរស់នៅទីក្រុងភ្នំពេញហ្នឹងគេពុំបានយកគ្រែនឹងទៅទេពេលដែលពុធនគាត់ចូលទៅអង្គុយនៅលើគ្រែហ្នឹងមុននឹងអង្គុយហ្នឹងគឺគាត់យកដៃរុនអាគ្រែហ្នឹងដែរដោយសារវាមើលទៅវារៀងចាស់ហើយនឹងទ្រុឌទ្រោមពេកអញ្ចឹងធម្មតានៅពេលដែលយើងអង្គុយលើគ្រែអញ្ចឹងហើយជាពិសេសគ្រែដែលវាមានសភាពទ្រុឌទ្រោមវាពុកអញ្ចឹងធម្មតាពេលយើងបែរខ្នងអង្គុយគឺយើងយកដៃច្រត់គ្រែហ្នឹងដើម្បីយើងដាក់គូតឹងអង្គុយថ្នមប៉ុន្តែពុធនគាត់បញ្ជាក់ថាដោយសារតែពេលហ្នឹងដៃគាត់ម្ខាងហ្នឹងគឺគាត់កាន់ថង់កៅអៅគាត់អត់ចង់បោះអាថង់កៅអៅហ្នឹងទៅលើគ្រែទេដោយសារគាត់ចង់អង្គុយតែមួយផ្លែតនៅពេលដែលក្មេងៗរត់ទៅយកអំបោះយកឧបករណ៍សម្រាប់បោសសម្អាតនៅលើផ្ទះហ្នឹងហើយគឺគាត់នឹងឡើងទៅជួយគេបោសសម្អាតនៅខាងលើហើយអញ្ចឹងគោលបំណងគាត់ពេលហ្នឹងគឺគ្រាន់តែអង្គុយចាំក្មេងៗយកអំបោះយកកណាត់យកអីមកទេពេលដែលគាត់បែរខ្លួនបំរុងនឹងអង្គុយហ្នឹងដៃគាត់ម្ខាងគឺគាត់កាន់កម្មាហើយនឹងសោម៉ូតូគាត់រាវទៅកប៉ៅអាវដើម្បីដាក់សោម៉ូតូហ្នឹងក្នុងកប៉ៅអាវគាត់ហើយដៃម្ខាងទៀតហ្នឹងគឺយកថង់កៅអៅអញ្ចឹងគឺគាត់ទម្លាក់គូទៅអង្គុយដោយអត់មានយកដៃច្រត់ទេដោយសារគាត់ក៏បានរុញឬក៏រំកើអាក្រែនឹងមើលដែរថាវាអាចអង្គុយបានកំឡុងពេលដែលគាត់កំពុងតែទម្លាក់ខ្លួនបំរុងនឹងអង្គុយលើក្រែហ្នឹងស្រាប់តែគាត់ឮដូចជាមានមនុស្សអង្គុយពីក្រោយគាត់ហើយស្រែកដាក់គាត់ថាហេគ្រាន់តែប៉ុណ្្នឹងពុធនគាត់រៀងភ្ញាក់ហើយគាត់ងាកមកមើលក្រោយប៉ុន្តែខ្លួនរបស់គាត់ហ្នឹងគឺទម្លាក់ទៅអង្គុយលើក្រែហ្នឹងហើយគាត់ថាគ្រាន់តែខ្លួនគាត់ប៉ះលើក្រែហ្នឹងភ្លាមក្រែហ្នឹងក៏បាក់ប្រាវដូចជាមានមនុស្សរុញឬក៏
មនុស្សគាត់ប្រើកម្លាំងខ្លាំងទៅលើក្រែហ្នឹងឲ្យក្រែហ្នឹងវាបាក់អញ្ចឹងទាំងដែលពូធុនគាត់មានអារម្មណ៍ថាគាត់ទើបតែបានប៉ះក្រែហ្នឹងទេប៉ុន្តែក្រែហ្នឹងក៏អាលុំប្រើទៅដូចជាមនុស្សហ្នឹងគាត់លោតត្រំឬក៏រុញបំបាក់ក្រែហ្នឹងដោយសារថាក្រែហ្នឹងវាមិនខ្ពស់ប៉ុន្មានទេអញ្ចឹងពូធុនគាត់អត់មានអាការៈថាជាប់ចង្កេះឬក៏មានការឈឺចាប់អីខ្លាំងទេប៉ុន្តែរឿងដែលចម្លែកគឺគាត់ឆ្ងល់ថាក្រែហ្នឹងគ្រាន់តែគាត់ប៉ះហេតុអីក៏វាបាក់ហើយមុននឹងគាត់អង្គុយហ្នឹងគាត់ក៏ងរួនមើលដែរហើយមួយទៀតហេតុអីបានជាមុនអង្គុយហ្នឹងមានអារម្មណ៍ដូចជាមានមនុស្សគេអង្គុយពីក្រោយគាត់ឬក៏មាននរណាដែលគេអង្គុយនៅលើក្រែហ្នឹងស្រាប់ហើយគេស្រែកពីក្រោយគាត់មកថាហេរបៀបថាដូចជាយើងទៅអង្គុយទៅយើងអត់បានមើលគេឬក៏របៀបដូចជាយើងទៅអង្គុយបំរុងនឹងអង្គុយលើគេហើយមានគេស្រែកប្រាប់ថាហេអង្គុយអត់មើលមនុស្សឬក៏អីអញ្ចឹងណាប៉ុន្តែពេលហ្នឹងគឺពុធុនគាត់ឮថាហេមួយម៉ាត់ទេហើយគ្រាន់តែគាត់ប៉ះក្រែក៏ក្រែនឹងអាលុំក្រាំងដោយសារតែពេលដែលក្រែរលំហ្នឹងគាត់អុកគូតនៅលើដីហ្នឹងគាត់ក៏ស្រែកភ្ញាក់រៀងឮដែរណាអញ្ចឹងក្មេងៗហើយនឹងបងប្អូនដែលគាត់នៅនឹងផ្ទះកូនកំមុំហ្នឹងដែលវាពុំឆ្ងាយប៉ុន្មានពីផ្ទះដែលពុធុនមកអង្គុយហ្នឹងគេក៏បានអឺតមើលពីផ្ទះនោះមកហើយក៏មានកំឡោះហ្នឹងក៏រត់មកមើលដើម្បីចង់ដឹងថាពុធុនគាត់កាត់អីបានជាស្រែកអញ្ចឹងនៅពេលដែលគេរត់មកសួរថាពុធុនកាត់អីពូពុធុនក៏អត់មានប្រាប់អីទេគាត់គ្រាន់តែប្រាប់ថាមុនហ្នឹងពូមកអង្គុយលើក្រែនេះហើយក្រែវារៀងពុកហើយពូអង្គុយទៅវាអត់ថ្នមខ្លួនហ្នឹងណាអញ្ចឹងក៏បាក់ក្រែគេទៅបន្ទាប់ពីនិយាយរួចក្មេងៗដែលត្រូវមកជួយបោសសម្អាតផ្ទះដែលពុធុនគាត់ត្រូវឡើងទៅគេងហ្នឹងគាត់ក៏បានកាន់អំបោះកាន់អីយកមកហើយនៅពេលដែលអំបោះអីមកដល់គាត់ក៏បានប្រាប់ទៅក្មេងៗហ្នឹងថាតោះឥឡូវជួយរៀបចំលើកក្រែលើកអីហ្នឹងចេញសិនទៅហើយមើលជួយបោសសម្អាតគ្នាឲ្យស្អាតបាតដើម្បីថាយប់ហ្នឹងពូហើយនឹងចុងភៅផ្សេងទៀតគឺនឹងត្រូវគេងនៅលើផ្ទះហ្នឹងហើយប៉ុន្តែនៅពេលដែលពុធុនគាត់និយាយចឹងក្មេងកំឡោះម្នាក់ក្នុងចំណោមក្មេងកំឡោះផ្សេងដែលរត់មកមើលពុធុនហ្នឹងគាត់សួរពុធុនថាពូឯងគេងនៅលើផ្ទះហ្នឹងមែនទេពេលហ្នឹងពុធុនគាត់ក៏រៀងឆ្ងល់ហើយគាត់ក៏សួរវិញថាហ្នឹងហើយពូយំហ្នឹងសម្រាប់នៅហ្នឹងហើយវាមានរឿងអីមែនក្មេងកំឡោះហ្នឹងគាត់គ្រាន់ថាប៉ុន្តែផ្ទះហ្នឹងគេទុកចោលយូរណាពូពុធុនគាត់ក៏បានតបទៅវិញថាដោយសារតែទុកចោលយូរណាស់ហើយបានពូឡើងមកបោសសម្អាតដើម្បីគេងហ្នឹងព្រោះដោយសារដឹងថាផ្ទះហ្នឹងវាអត់មនុស្សក្មេងកំឡោះម្នាក់ហ្នឹងគាត់ក៏សួរថាហើយចុះពួកឯងអត់ខ្លាចទេចុះពុធុនក៏ថាហើយខ្លាចអីផ្ទះមនុស្សមកកកោកហ្នឹងហើយផ្ទះហ្នឹងក្រែងផ្ទះរបស់មីងមួយដែលគាត់ឡើងទៅរកស៊ីនៅភ្នំពេញហើយដោយដែលខ្ញុំបញ្ជាក់ពីដើមរឿងអញ្ចឹងពុធុនគាត់បញ្ជាក់ថាកាលពីកាលនោះម្ចាស់ផ្ទះទាំងពីរនាក់ហ្នឹងប្តីប្រពន្ធហើយនឹងកូនចៅគេហ្នឹងគឺអត់មានពីណាកើតអីទេគ្រាន់តែពួកគាត់ឡើងទៅរកស៊ីនៅរាជធានីភ្នំពេញការចំនួននោះពួកគាត់គឺនៅរស់រានមានជីវិតទាំងអស់គ្នាទេនិយាយហើយក្មេងកំឡោះម្នាក់ហ្នឹងគាត់ក៏ឈរអេះក្បាលជ្រុញចើមដូចជាគាត់ចង់និយាយអីប៉ុន្តែមិនហ៊ាននិយាយអញ្ចឹងពុធុនគាត់បានត្រឹមតែចាប់អារម្មណ៍នឹងពាក្យសម្ដីខ្លះៗដែលក្មេងនឹងនិយាយប៉ុន្តែគាត់ក៏បានឡើងទៅខាងលើដើម្បីរៀបចំបោសសម្អាតផ្ទះនឹងបាត់ទៅនៅពេលដែលពុធុនគាត់កំពុងតែបោសសម្អាតនៅលើផ្ទះនឹងជាមួយនឹងក្មេងៗពី3នាក់ទៀតគាត់ថាផ្ទះហ្នឹងគឺជាផ្ទះដែលគេធ្វើអំពីឈើលើខ្ពស់ផុតពីដីហើយនៅខាងក្នុងផ្ទះហ្នឹងគឺអត់មានបន្ទប់ទេអញ្ចឹងបានន័យថានៅពេលដែលយើងឡើងកម្មចដាទៅវាមានមាត់ទ្វារប៉ុន្តែគឺអត់មានទ្វារសម្រាប់បិទខ្ទប់ទេពេលដែលយើងចូលទៅខាងក្នុងហ្នឹងគឺគេអត់មានខណ្ឌជាបន្ទប់ទេហើយពុធុនក៏ថាវាមិនចម្លែកទេព្រោះផ្ទះរបស់ប្រជាជនខ្មែរយើងកាលពីចំនួននោះគឺគេធ្វើអញ្ចឹងហើយបើសិនជាគេមានកូនមានចៅមានអីហ្នឹងគេគ្រាន់តែយកកងផ្លាក់គេឬក៏កណាត់វាំងណូនហ្នឹងគេយកមកបិទដើម្បីធ្វើជាបន្ទប់តែប៉ុណ្្នឹងឯងពេលដែលគាត់ទុកអ្វីអវ៉ាន់ដើម្បីរៀបចំបោសសម្អាតនៅលើផ្ទះហ្នឹងគាត់ក៏ក្រឡេកភ្នែកមើលទៅឃើញនៅក្បែរនឹងជញ្ជាំងរបស់ផ្ទះហ្នឹងគឺគេមានបត់ខោអាវរបស់មនុស្សស្រីហ្នឹងគឺមួយសម្រាប់ទុកនៅលើអារនាបផ្ទះហ្នឹងហើយនៅជិតហ្នឹងគឺមានក្អមមួយប៉ុន្តែពុធុនគាត់ថាក្អមហ្នឹងគឺវាមើលទៅមិនដូចជាក្អមទឹករបស់យើងសពថ្ងៃហ្នឹងទេដែលគេខាត់ឲ្យអាលងហ្នឹងប៉ុន្តែក្អមហ្នឹងគឺវាមានក្បាច់ដូចជានៅពេលដែលគេធ្វើក្អមហ្នឹងគេយកអីមកឆូតឲ្យចេញជាក្បាច់
គេឆ្លាក់ជាក្បាច់ហើយនៅកក្អមហ្នឹងគេធ្វើជាដូចរង្វង់កងដែលវារាងធំពីរសងខាងនៅជាប់នឹងអាកក្អមហ្នឹងដូចជាសម្រាប់ឲ្យយើងលូកដៃលើកញឹងអាក្អមហ្នឹងឡើងហើយពុទ្ធនក៏ថាក្អមហ្នឹងគឺស្អាតហើយចម្លែកមែនទែនគាត់ពុំដែលបានឃើញក្អមណាដែលគេធ្វើអមជាមួយនឹងក្បាច់ដែលឆ្លាក់នៅលើក្អមហ្នឹងហើយអាកក្អមហ្នឹងវាធ្លាប់តែជារង្វង់វាផតធម្មតាក្អមទឹកយើងធម្មតាប៉ុន្តែក្អមនោះគេធ្វើផតអញ្ចឹងដែរប៉ុន្តែគេដូចជាយកដីហ្នឹងទៅធ្វើជារង្វង់កងសងខាងដើម្បីឲ្យយើងយកដៃចាប់ញឹងក្អមហ្នឹងឡើងបានស្រួលជាងក្អមដតីទៀតដែលយើងប្រើប្រាស់សពថ្ងៃហ្នឹងនៅពេលដែលគាត់មើលទៅក្អមហ្នឹងគាត់គិតថាទំនងជាក្អមដែលមានតម្លៃជាងក្អមធម្មតារបស់យើងទិញយកមកប្រើប្រាស់ប្រចាំថ្ងៃហ្នឹងនៅពេលដែលគាត់កំពុងតែយកដៃលើកមើលក្អមមើលពីឆ្វេងពីស្ដាំពីលើពីក្រោមហ្នឹងបងស្រីរបស់គាត់ក៏បានដើរមកហើយស្រែកហៅថាធុនស្រែកពីក្រោមផ្ទះអញ្ចឹងពុធុនគាត់ក៏បានឆ្លើយជាមួយបងស្រីគាត់ហើយគាត់ក៏បានទុកក្អមហ្នឹងហើយដើរចុះទៅខាងក្រោមដើម្បីសួរថាបងស្រីគាត់មករកគាត់ហ្នឹងមានការងារអីនៅពេលដែលទៅដល់បងស្រីរបស់គាត់ហ្នឹងក៏បាននិយាយថាណែបងសូមផ្ញើក្មួយកំឡោះ2នាក់នេះផងគឺត្រូវជាអ្នកកំដរខាងប្រុសខាងកូនកំឡោះហើយយប់ហ្នឹងបងសូមឲ្យក្មួយ2នាក់នេះគាត់បានគេងជាមួយខ្លួនឯងផងដោយសារថាសុទ្ធតែអ្នកដែលត្រូវមានតួនាទីជួយដល់ពិធីមង្គលការមួយហ្នឹងអញ្ចឹងគេងជុំគ្នាទៅហើយណាមួយកូនកំឡោះហ្នឹងគ្នាមកពីភូមិផ្សេងស្រុកផ្សេងអញ្ចឹងគ្នាពុំមានបងប្អូននៅទីនេះទេហើយអ្នកកំដរដែលត្រូវជាមិត្តភក្តិរបស់គ្នាហ្នឹងក៏អត់មានកន្លែងគេងដែរអញ្ចឹងគេងនៅចិត្តហ្នឹងទៅដើម្បីថាងាយស្រួលងើបរៀបចំខ្លួនបន្ទាប់មកម្ដាយរបស់កូនកំមុំដែលត្រូវជាបងស្រីរបស់ពុទ្ធុនហ្នឹងគាត់ក៏បាននិយាយទៅកាន់ក្មេងៗកំឡោះដែលជាអ្នកកំដរកូនកំឡោះហ្នឹងថាក្មួយឯងគេងនៅហ្នឹងជាមួយពុទ្ធុនហ្នឹងទៅហើយផ្ទះនេះមីងឲ្យតែប្រុសមកគេងទេមិនឲ្យមនុស្សស្រីណាមកគេងលោកឡំជាមួយទេអញ្ចឹងមិនបាច់ខ្លាចចិត្តទេសិតតែប្រុសគ្នាឯងអញ្ចឹងបន្ទាប់ពីនិយាយរួចពុទ្ធុនគាត់ក៏បានប្រាប់ទៅក្មេងៗនោះថាអូនឯងឡើងទៅលើទៅទុកកវ៉ាវ៉ាន់ហើយជួយបោសសម្អាតម្ដាយមួយជើងទៅឆាប់បានរៀបចំកន្លែងគេងយើងមុននឹងបងស្រីគាត់ដើរចេញពីពុទ្ធុនមកពុទ្ធុនគាត់ក៏បាននឹកឃើញសួរថាបងខ្ញុំសុំសួរមួយនៅលើផ្ទះនេះខ្ញុំឃើញនៅខាងលើផ្ទះហ្នឹងមានខោអាវរបស់មនុស្សស្រីមកសម្រាប់ហើយនឹងមានក្អមមួយដែលគេដាក់នៅចិត្តខោអាវហ្នឹងណាហើយក្អមហ្នឹងស្អាតមែនតើមានក្បាច់មានអីហើយគេធ្វើដៃសម្រាប់ញឹងវារៀងចម្លែកហើយម្ចាស់ផ្ទះគេទៅហ្នឹងគេអត់យកទៅទេឬក៏អីហើយមើលទៅក្អមហ្នឹងដូចជាមានតម្លៃដែរនៅពេលដែលសួរអញ្ចឹងទៅបងស្រីរបស់គាត់ហ្នឹងគាត់ក៏ថាបើសិនជាឃើញនៅលើផ្ទះហ្នឹងបានន័យថាម្ចាស់ផ្ទះគេមិនយកទៅទេហើយកាលពីម្ចាស់ផ្ទះនេះនៅប្តីរបស់គាត់ហ្នឹងគឺជាមនុស្សដែលចូលចិត្តរបស់បែបបុរាណរបស់ដែលគេប្រើប្រាស់ឬក៏យកមកដាក់តាំងនៅផ្ទះហ្នឹងឲ្យតែតាក់ទងជាមួយនឹងរបស់មានក្បាច់ឬក៏វត្ថុបុរាណហ្នឹងគឺគាត់ចូលចិត្តណាស់នៅពេលដែលឮថាប្តីរបស់ម្ចាស់ផ្ទះគេស្រឡាញ់របស់មានតម្លៃរបស់វត្ថុបុរាណអញ្ចឹងពុទ្ធុនគាត់នឹកឆ្ងល់ថាបើស្រឡាញ់គឺរឹតតែត្រូវយកទៅតាមហេតុអីបានជាក្អមមួយហ្នឹងវាមើលទៅស្អាតណាស់ហេតុអីបានជាគាត់មិនយកទៅតាមបងស្រីរបស់ពុទ្ធុនហ្នឹងគាត់ក៏បាននិយាយថាហើយមកសួរបងអញ្ចឹងឲ្យបងនេះទៅសួរពីណាឥឡូវបើមិនអស់ចិត្តពេលខ្លួនឯងទៅរត់ម៉ូតូនៅភ្នំពេញវិញហ្នឹងជិះដើររកម្ចាស់ផ្ទះគេទៅហើយក៏សួរគេទៅបើរកឃើញមកសួរឬអត់ដឹងរឿងដូចគ្នាឲ្យគ្នាទៅរកចម្លើយមកពីណានៅពេលដែលសួរបងស្រីគាត់ទៅអត់បានចម្លើយអីមកវិញអញ្ចឹងពុទ្ធុនគាត់បានត្រឹមតែឆ្ងល់ហើយគាត់គិតម្នាក់ឯងថាក្អមនេះស្អាតសឹងអីហើយមិនក៏ម្ចាស់ផ្ទះគេຕົកចោលអញ្ចឹងកើតឬក៏ពេលហ្នឹងគេយកទៅមិនអស់គេគិតថានៅពេលដែលគេមកលេងផ្ទះចាំគេយកទៅហើយគេមិនបានមកលេងឬក៏យ៉ាងណាប៉ុន្តែគាត់គិតមួយទៀតថាចុះបើទុកក្អមវត្ថុដែលគាត់ស្រឡាញ់ចឹងគួរតែរកធ្នើរកអីទុកឲ្យស្រួលបួលកុំឲ្យក្រែងលោថាមានសត្វមានអីឡើងមកវាប៉ះវាបែកអីអញ្ចឹងហេតុអីបានជាទៅទុកអញ្ចឹងហើយអាកអាមកកាផ្លេរបស់មនុស្សស្រីហ្នឹងវាយ៉ាងម៉េចបានជាទៅទុកចិត្តក្អមនឹងដែរប៉ុន្តែពុទ្ធុនគាត់បានតែឆ្ងល់អញ្ចឹងទេបន្ទាប់មកគាត់ក៏បានរៀបចំឡើងទៅជួយបោសសម្អាតនៅខាងលើរឿងទៀតកាត់រំលងមកដល់ពេលយប់ឡើងនៅពេលដែលពុទ្ធុន
គាត់ត្រូវរៀបចំខ្លួនដើម្បីចូលសម្រាកហ្នឹងដោយសារតែពីថ្ងៃគាត់ត្រូវជួយបោសសម្អាតនិងកាប់ឆ្ការរៀបចំកន្លែងបរិវេណដើម្បីរៀបរងចុងភៅហ្នឹងអញ្ចឹងនៅពេលដែលយប់ឡើងគាត់ត្រូវទៅងូតទឹកសម្អាតខ្លួនមុននឹងចូលទៅសម្រាកសម្រាប់យប់ហ្នឹងប៉ុន្តែដោយសារផ្ទះហ្នឹងគឺជាផ្ទះដែលគេទុកចោលហើយវាក៏អត់មានដងទឹកដែរអញ្ចឹងគាត់ត្រូវដើរទៅផ្ទះរបស់បងស្រីបង្កើតរបស់គាត់ដើម្បីងូតទឹកអណ្ដូងនៅក្រៅផ្ទះហ្នឹងនៅពេលដែលពូធុនគាត់ទៅងូតទឹកអណ្ដូងហ្នឹងម៉ោងគាត់ថាមិនច្បាស់ទេថាម៉ោងប៉ុន្មានប៉ុន្តែគាត់ប្រាប់ថាជាពេលដែលវារៀងប្រលប់រៀងងងឹតស្រាងបានន័យថាវាមិនទាន់ធ្លាក់ពន្លឺអស់រលីងទេគឺវានៅភ្លឺស្រាងដែលយើងអាចថាគេហៅម៉ោងគោជល់ក្រោលឬក៏យើងអាចនៅមើលបរិវេណជុំវិញហ្នឹងគឺនៅមើលឃើញស្ទង់សមោលនៅពេលដែលគាត់ទៅងូតទឹកនៅខាងក្រោយដួសទឹកអណ្ដូងយោងដោយដៃនឹងមកចាក់ឈូយោងមកចាក់ឈូគាត់ងូតបណ្ដើគាត់ក៏មានអារម្មណ៍ថាកលៀសភ្នែកទៅអាផ្ទះដែលគាត់ទើបតែបោសសម្អាតពីថ្ងៃហ្នឹងមានអារម្មណ៍ដូចជាឃើញមនុស្សស្រីហ្នឹងគេអង្គុយនៅមាត់ចន្ទើហើយកំពុងតែអង្គុយច្បូតសក់ខ្លួនឯងគាត់មើលមិនច្បាស់ទេប៉ុន្តែគាត់ចេះតែដួសទឹកមកគាត់ចាក់បណ្ដើគាត់ងូតបណ្ដើគាត់ចេះតែសម្លឹងមើលទៅផ្ទះដែលគាត់បោសសម្អាតនឹងបណ្ដើគាត់មើលផងគាត់ញីភ្នែកផងដោយសារថាខ្លាចព្រិលភ្នែកប៉ុន្តែនៅតែមានអារម្មណ៍ថាដូចជាមានមនុស្សស្រីហ្នឹងអង្គុយនៅលើកាំចន្ទើហ្នឹងហើយអង្គុយច្បូតសក់ខ្លួនឯងដោយអង្គុយបែរខ្នងមកពធុនដោយសារតែដងទឹករបស់បងស្រីគាត់ហ្នឹងគឺនៅក្រៅផ្ទះអញ្ចឹងបានន័យថាគាត់មើលទៅអាផ្ទះដែលគាត់បោសសម្អាតហ្នឹងក៏មើលពីក្រៅទៅដែរអញ្ចឹងទម្រង់នៃមនុស្សស្រីដែលគាត់អង្គុយហ្នឹងគឺគាត់អង្គុយបែរមុខទៅរបងខាងមុខផ្ទះដោយបែរខ្នងមកពធុនប៉ុន្តែពធុនគាត់ក៏មិនចាប់អារម្មណ៍អីច្រើនដែរគាត់គិតតែងូតទឹកឲ្យហើយដើម្បីថាទៅវិញអាងនឹងផ្លាស់កៅអៅផ្លាស់អីទៅមករកអីហូបបន្តិចហើយគឺគាត់រៀបចំចុងសម្រាប់ហើយពេលដែលពធុនគាត់ងូតទឹកហើយគាត់ក៏បានផ្លាស់កម្មាហើយគាត់ដើរទៅអាផ្ទះដែលគាត់ត្រូវគេងនឹងវិញពេលដែលគាត់ទៅដល់ក៏មានមនុស្សប្រុសៗដែលគាត់ត្រូវគេងនៅលើផ្ទះហ្នឹងគាត់កំពុងតែអង្គុយឬក៏អ្នកខ្លះហ្នឹងគាត់ដើររៀបចំនេះនោះនៅលើផ្ទះហ្នឹងឯងទៅដល់ភ្លាមពធុនគាត់ក៏បានដោះស្បែកជើងទុកនៅខាងក្រោមហើយគាត់ក៏បានដើរឡើងទៅរួចគាត់ក៏សួរថាគ្នាយើងហើយមិញម្នាក់ស្រីហ្នឹងជាពីណាមកអង្គុយនៅមាត់ចន្ទើផ្ទះយើងហ្នឹងនៅពេលដែលសួរទៅប្រុសដែលនៅលើផ្ទះហ្នឹងគាត់ក៏ឆ្លើយថានរណាគេមកអង្គុយនៅមាត់ចន្ទើព្រោះគាត់ដូចជាអត់មានចាប់អារម្មណ៍ថាមានបញ្ញាមកអង្គុយនៅមាត់ចន្ទើផងហ្នឹងប៉ុន្តែពូធុនក៏ថាអត់ទេពេលខ្ញុំទៅងូតទឹកអំបញ្ញមិញហ្នឹងខ្ញុំមើលមកអាផ្ទះដែលយើងគេងនេះហើយមានមនុស្សស្រីសក់រឹងកត្រើងគាត់មកអង្គុយច្បូតសក់នឹងកម្មចដានឹងឯងហើយនៅពេលដែលលឺអញ្ចឹងអ្នកនៅលើផ្ទះហ្នឹងគេក៏សួរថាទេគាត់ដូចជាមិនបានចាប់អារម្មណ៍ទេហើយចុះបើមនុស្សស្រីហ្នឹងគាត់មកអង្គុយគាត់ពាក់កៅអៅពណ៌អីក្រែងលោថាចំណាំពណ៌កៅអៅទៅគាត់អាចនឹងថាអូក្មួយគាត់កូនគាត់ប្រពន្ធគាត់ឬក៏អីចឹងណាអញ្ចឹងពូធុនក៏ថាទេមើលដូចជាមិនច្បាស់ទេគ្រាន់តែពណ៌អាវហ្នឹងមើលទៅស្ទង់ដូចជាអាវពណ៌សហើយសម្ពុតហ្នឹងគឺដូចជាអាសម្ពុតកស៊ូត្រង់ពណ៌ខ្មៅហ្នឹងនៅពេលដែលពូធុនគាត់កំពុងតែនិយាយហ្នឹងគាត់ជូតខ្លួនបណ្ដាគាត់ក៏កលៀសភ្នែកបណ្ដាទៅអាកន្លែងនេះគេទុកក្អមហ្នឹងហើយគាត់មើលទៅអាខោអាវមួយកំ pl េដែលគេបត់ទុកនៅចិត្តក្អមហ្នឹងវាមានសភាពដូចជាខោអាវដែលគាត់និយាយរៀបរាប់ទៅមនុស្សប្រុសផ្សេងដែលនៅលើផ្ទះហ្នឹងមែនដោយខោអាវហ្នឹងគេយកអាខោអាវដែលកណ្ដាត់ពណ៌សគេកាត់យកមកដេរធ្វើជាខោអាវហើយសម្ពុតកស៊ូត្រង់ពណ៌ខ្មៅគឺគេបត់ទុកមួយកំ pl េនៅចិត្តហ្នឹងពេលដែលកំពុងតែនិយាយហ្នឹងពធុនគាត់ក៏កលេចភ្នែកទៅឃើញអញ្ចឹងគាត់ក៏សង្ស័យក្នុងចិត្តថាទេកៅអៅដែលម្នាក់ស្រីពាក់ហើយអង្គុយមាត់ចដាអំបញ្ញមិញហ្នឹងគឺដូចជាកៅអៅហ្នឹងប៉ុន្តែបើកៅអៅហ្នឹងអញ្ចឹងហេតុអីក៏វាចែកដន់ម្លេះមាននរណាដែលគេពាក់អាវពណ៌ទាំងពណ៌អាវពណ៌សពុតដូចគ្នាមកអង្គុយនៅផ្ទះហ្នឹងដែរគ្រាន់តែគិតអញ្ចឹងភ្លាមពធុនគាត់មានអារម្មណ៍ថាព្រឺសម្បុរពេញខ្លួនតែម្ដងបន្ទាប់ពីនិយាយរួចគាត់ក៏សប្បាយរកកៅអៅហ្នឹងពាក់ឲ្យស្រួលបួលហើយដើម្បីថាដើរទៅផ្ទះបងស្រីរបស់គាត់ដើម្បីរកអីហូបប្រហែលមួយខហើយនឹងអានគាត់មកសម្រាប់វិញកំឡុងពេលដែលគាត់រកអីហូបបាយពេលល្ងាចរបស់គាត់ហ្នឹងហើយពេលដែលគាត់កំពុងតែអង្គុយហូបហ្នឹងអង្គុយហូបបណ្ដើភ្នែករបស់គាត់នេះចេះតែក្រលៀសរកមើលមនុស្សដែលនៅក្នុងផ្ទះបងស្រីគាត់ហ្នឹងចង់ដឹងថាមានពីណាដែលពាក់អាវស
ហើយសម្ពុតបកខ្មៅនឹងឬក៏អត់គាត់ហូបបណ្ដាភ្នែកគាត់ចេះតែមើលឆ្វេងស្ដាំបណ្ដាមើលមនុស្សនៅក្នុងផ្ទះនឹងផងរួចមើលទៅអាកម្មចន្ទើផ្ទះនឹងផងកន្លែងលោថាឃើញម្នាក់ស្រីនឹងទៀតហូបបណ្ដាចេះតែមើលឆ្វេងស្ដាំបណ្ដាពេលហ្នឹងបងស្រីគាត់ក៏ថាហើយបាយបណ្ដារមមើលស្អីប្រពន្ធហើយកូនហើយតែដេកផ្ទះបងប្អូនបាត់ហើយមិនរទេគេបាយទឹកអីហើយអស់ហើយប៉ុន្តែនៅពេលហ្នឹងពុធុនគាត់ក៏សួរថាអត់ទេខ្ញុំមិនរមមើលប្រពន្ធខ្ញុំទេបងស្រីគាត់ក៏សួរថាហើយបើរកប្រពន្ធកូនខ្លួនឯងរកមើលពីណាពុធុនគាត់ក៏សួរថាបងឲ្យជួយមើលមាននរណាគេដែលពាក់អាវសហើយអាសពុតក៏ស៊ូត្រង់ពកខ្មៅនឹងឬក៏អត់តែពេលដែលសួរអញ្ចឹងហើយបងស្រីគាត់ហ្នឹងក៏ជួយរកមើលពុធុននៅក្នុងផ្ទះហ្នឹងហើយគាត់ថាទេអ្នកពាក់អាវសពុតក៏ស៊ូត្រង់ហ្នឹងដូចជាគាត់មិនប្រទះភ្នែកទេដូចជាពុំមាននរណាពាក់អាវឬក៏សពុតអញ្ចឹងទេនៅក្នុងផ្ទះនេះហើយបងស្រីគាត់ក៏និយាយថាមនុស្សដែលពាក់អញ្ចឹងពាក្យច្រើនតតែលោកយាយចាស់បានគាត់ពាក់អញ្ចឹងហើយបើមនុស្សវ័យកណ្ដាលឬក៏ក្មេងៗនរណាគេទៅស្លៀកកស៊ូត្រង់ពកខ្មៅអញ្ចឹងជាមួយនឹងអាវសនោះពេលដែលនិយាយអញ្ចឹងហើយបងស្រីគាត់ក៏សួរថាហើយចុះឯងនឹងរអ្នកពាក់អាវសពុតខ្មៅនឹងរធ្វើអីវាមានរឿងអីជាមួយនឹងអ្នកពាក់កៅអញ្ចឹងពុធុនគាត់ក៏ថាអូមានអីគ្រាន់ថាពេលដែលខ្ញុំងូតទឹកទៅខ្ញុំក៏លាភ្នែកទៅដូចជាមានមនុស្សគេពាក់ខោអញ្ចឹងហ្នឹងណាអញ្ចឹងបាទខ្ញុំចង់ដឹងថានរណាដែលជាមនុស្សស្រីហើយទៅអង្គុយច្បូតសក់នៅកម្មចដាអាផ្ទះដែលខ្ញុំត្រូវគេនោះក្រែងលោថាពីណាគេទៅរនរណាមានការអីហ្នឹងណាបន្ទាប់ពីនិយាយរួចពុធុនគាត់ក៏បញ្ញាប់ហូបបាយបន្តទៀតដើម្បីថាអាងនឹងមកសម្រាប់នៅលើផ្ទះវិញកាត់រំលងមកដល់យប់ឡើងនៅពេលដែលពុធុនគាត់ចូលសម្រានអញ្ចឹងនៅខ្ញុំបញ្ជាក់អញ្ចឹងថាពុធុនគាត់មានអារម្មណ៍អត់ល្អជាមួយនឹងអាកន្លែងដែលគេទុកអមហើយនឹងកៅអៅមកសម្រាប់នឹងហើយដែលមាននៅកលៀនជាងហ្នឹងអញ្ចឹងដោយសារផ្ទះហ្នឹងគឺគេធ្វើបែរមុខទៅខាងកើតហើយពុធុនគាត់បញ្ជាក់ថាប្រជាជនខ្មែរយើងគឺនិយមគេងបែរក្បាលទៅកើតដូចគ្នាអញ្ចឹងគឺបែរក្បាលទៅនឹងមាត់ទ្វារហើយមាត់ទ្វាររបស់ផ្ទះហ្នឹងគឺគេធ្វើនៅខាងឆ្វេងបើយើងដើរចូលពីខាងក្រៅមកបានន័យថាទល់មុខជាមួយផ្ទះហ្នឹងណាយើងឈរទល់មុខគឺទ្វារហ្នឹងគឺនៅខាងស្ដាំតែបើយើងមើលពីក្នុងមកវិញទ្វារគឺនៅខាងឆ្វេងអញ្ចឹងពុធុនគាត់បញ្ជាក់ថាគាត់គឺគេនៅជាប់អាមាត់ទ្វាររបស់ផ្ទះហ្នឹងដោយមនុស្សប្រុសទាំងអស់ហ្នឹងគឺគាត់គេងតម្រៀបគ្នាណាដោយសារថាគេប្រើអាមុងដែលវាមានប្រវែងវែងហ្នឹងគេចងទៅតឹងផ្ទះចឹងហើយគឺពួកគាត់គេងបែរក្បាលមកទិសខាងកើតទាំងអស់គ្នាហើយតម្រៀបជួរគ្នាចឹងទៅប៉ុន្តែគាត់អត់ទៅគេងអាកលៀតអញ្ចឹងកន្លែងដែលគេដាក់ក្អមនឹងកៅអៅនឹងទេគាត់សុកចិត្តគេងនៅគៀកនឹងមាត់ទ្វារទោះបីគាត់ដឹងថាបើសិនជាគេដើរចុះឡើងយប់ប្រលប់អាចនឹងមានសម្លេងរំខានដល់គាត់គេងមិនក៏ដោយក៏គាត់អត់ទៅគេងនៅកលៀតអញ្ចឹងដែរហើយណាមួយពុធុនគាត់បញ្ជាក់ថាគាត់គឺជាមនុស្សដែលអាសាងើបដើម្បីតែបត់ជើងតូចពេលយប់ប៉ុន្តែនៅពេលដែលយប់ឡើងពេលដែលពុធុនគាត់កំពុងតែគេងនេះគាត់មានអារម្មណ៍ថាមានមនុស្សដើរទន្ទ្រាំជើងខ្លាំងមែនទែននៅលើអាកម្មចិន្តាក្បែរមាត់ទ្វារហ្នឹងហើយមានអារម្មណ៍ថាអត់ព្រមឡើងផុតឬក៏ចុះផុតទេបែរថាឡើងចុះដើរទន្ទ្រាំឡើងខ្លាំងមកហើយក៏ដើរទន្ទ្រាំចុះទៅវិញខ្លាំងនៅអាកម្មចិន្តាហ្នឹងពេលហ្នឹងពុធុនគាត់ភ្ញាក់ដោយសារតែសម្លេងនរណាដើរទន្ទ្រាំជើងខ្លាំងនៅកម្មចិន្តាហ្នឹងគាត់ក៏បានបើកភ្នែកឡើងដោយសារពេលហ្នឹងគឺគាត់គេងផ្អៀងអញ្ចឹងតិចរបស់គាត់គឺមួយខាងអឹបទៅនឹងខ្នើយហើយនៅពេលដែលយើងគេងតិចអឹបជាប់ខ្នើយអញ្ចឹងនៅពេលដែលណាដើរហ្នឹងគឺយើងលឺសម្រាប់ជើងនឹងរីខ្លាំងពេលដែលគាត់ភ្ញាក់មកគាត់ក៏បានស្រែកថាណាគេយប់ប្រលប់ឲ្យដើរឲ្យថ្នមជើងតិចទៅកុំទន្ទ្រាំពេកនៅពេលដែលគាត់និយាយចឹងហើយគាត់ក៏បានគេងផ្ងាមកវិញបានន័យថាគាត់នៅគេងផ្អៀងហើយគាត់គេងផ្ងាប៉ុន្តែនៅពេលដែលគាត់ស្រែកប្រាប់ឲ្យគេដើរថ្នមជើងអញ្ចឹងហើយក៏អាចសម្លេងទន្ទ្រាំនៅកម្មចដាហ្នឹងគឺអត់មានពីណាស្ដាប់គាត់ទេគឺហាក់ដូចជាគេហ្នឹងមិនខ្វល់ពីសម្ដីគាត់ទេនៅពេលហ្នឹងពុធុនគាត់ក៏បានបើកភ្នែកហើយគាត់ចង់ដឹងថាយប់ហើយនរណាគេក៏ដើរទន្ទ្រាំចុះឡើងហ្នឹងវាតំណងដូចជាមិនមែនកូនក្មេងទេព្រោះជើងហ្នឹងគឺដូចជាជើងរបស់មនុស្សចាស់
ហើយនរណាកើតអីបានជាមកដល់ទៅក្រំចុះឡើងអញ្ចឹងប៉ុន្តែនៅពេលដែលគាត់គេងផ្ងាហើយគាត់បើកភ្នែកមកតិចតិចនេះពេលហ្នឹងដោយសារថាយើងគេងលក់អញ្ចឹងនៅពេលដែលយើងភ្ញាក់យើងបើកភ្នែកមកយើងមិនអាចថាបើកភ្នែកធំបានទេយើងបើកតិចតិចបើកបដាញីបដាហើយមើលឃើញព្រាព្រានឹងឯងប៉ុន្តែពេលហ្នឹងគឺគាត់មើលទៅអាធ្នឹមផ្ទះហ្នឹងធ្នឹមផ្ទះដែលគេវាយកាត់ទៅទាំងផ្ទះហ្នឹងគាត់ស្រាប់តែឃើញមនុស្សស្រីម្នាក់សក់ហ្នឹងឡើងកត្រើងហើយពាក់អាវពណ៌សសម្ពុតកស៊ូត្រង់ត្រង់ពណ៌ខ្មៅហ្នឹងកំពុងតែអង្គុយសណ្ដោកជើងនៅលើធ្នឹមហ្នឹងហើយមុខគឺឡើងខៀវគាត់បញ្ជាក់ថាមុខគឺដូចជាមុខដែលទូអង្គខ្មោចគេបាញ់ភ្លើងពីក្រោមដើម្បីឲ្យឃើញមុខនោះភ្លឺពណ៌ខៀវហ្នឹងដូចក្នុងរឿងមិនគឺអញ្ចឹងគាត់ឃើញមុខម្នាក់ហ្នឹងអង្គុយយល់ជើងហើយច្បូតសក់ដោយសម្លឹងមើលមកមុខគាត់គ្រាន់តែឃើញអញ្ចឹងភ្លាមពុធុនគាត់យកដៃខ្ទប់មុខហើយគាត់បែរខ្លួនមកខាងអ្នកដែលគេងនៅឆ្វេងដៃគាត់ហ្នឹងបាទន័យថាពីមុនគាត់គេងនៅគៀនគេអញ្ចឹងអាខាងស្ដាំហ្នឹងគឺទ្វារនៅពេលដែលគាត់ឃើញអញ្ចឹងហើយគឺគាត់យកដៃខ្ទប់មុខហើយគាត់បែរមកខាងឆ្វេងដៃហ្នឹងពេលហ្នឹងពុធុនគាត់ញ័រមែនតើតែគាត់ស្រែករួចទេគាត់បានតែញ័រហើយញាក់ម្នាក់ឯងអញ្ចឹងពេលដែលគាត់បែរមុខមកម្នាក់ដែលគេងនៅខាងឆ្វេងដៃគាត់ហ្នឹងគាត់មានអារម្មណ៍ថាខ្នងគាត់នេះគឺស្រាវខ្លាំងមែនតើប្រៀបបាននឹងមាននរណាម្នាក់គេមកឈរពីក្រោយខ្នងគាត់ព្រោះគាត់គេងជាប់ទៅនឹងជើងមុងហើយអាខាងស្ដាំដៃគាត់ហ្នឹងគឺទ្វារពេលដែលគាត់កាន់តែមានអារម្មណ៍ថាត្រជាក់ដូចជាមានមនុស្សឈរនៅពីក្រោយខ្នងគាត់អញ្ចឹងគាត់ខំយកជើងនេះធាក់ម្នាក់ដែលគេងនៅខាងឆ្វេងដៃគាត់ហ្នឹងប៉ុន្តែគាត់ថាធាក់យ៉ាងណាក៏ម្នាក់នឹងអត់ភ្ញាក់ដែរគាត់ធាក់មកទៅហឹងមនុស្សចាស់ណាហើយដៃរបស់គាត់ហ្នឹងគឺគាត់អត់ហ៊ានបលែងភ្នែករបស់គាត់ទេគាត់ខ្លាចពេលដែលគាត់បើកទៅគាត់ឃើញម្នាក់ស្រីនឹងទៀតគាត់ចេះតែព្យាយាមធាក់ម្នាក់ដែលនៅខាងឆ្វេងដៃគាត់ហ្នឹងធាក់យូរមែនតើគាត់ថាធាក់យ៉ាងណាក៏គេអត់ភ្ញាក់ដែរអញ្ចឹងពេលហ្នឹងដោយសារថាខ្នងហ្នឹងវាចេះតែស្រាវដូចជាមានមនុស្សមកឈរពីក្រោយហើយអ្នកខាងឆ្វេងដៃហ្នឹងគឺធាក់យ៉ាងណាក៏អត់ភ្ញាក់គាត់សម្រេចចិត្តថាគាត់នឹងបើកភ្នែកហើយគាត់នឹងរត់ចុះទៅខាងក្រោមប៉ុន្តែគាត់ថាចុះបើសិនជាម្នាក់ស្រីហ្នឹងគេឈរនៅមាត់ទ្វារគាត់ធ្វើមិនបន្ទាប់ពីគិតមកស្ទុះគាត់គិតថាគាត់លែងខ្វល់ហើយទោះបីឃើញម្នាក់ហ្នឹងឈរនៅមាត់ទ្វារក៏គាត់រត់បុកម្នាក់ហ្នឹងទម្លុះទៅដែរធ្វើមិនឲ្យតែបានទៅដល់ដីហើយគាត់រត់ទៅផ្ទះរបស់បងស្រីរបស់គាត់នៅពេលដែលគាត់បើកភ្នែកមកភ្លាមគាត់ផឹងមុងហើយគាត់បំរុងនឹងរត់ចេញទៅមាត់ទ្វារហ្នឹងគឺដូចជាអ្វីដែលគាត់បានគិតទុកមែនគឺម្នាក់ស្រីហ្នឹងកំពុងតែឈរច្បូតសក់ហើយឈរបាំងនៅមាត់ទ្វារហ្នឹងអ្វីដែលគាត់គិតថាគាត់បំរុងនឹងរត់ទម្លុះម្នាក់ស្រីហ្នឹងគឺគាត់ធ្វើអត់បានទេពេលហ្នឹងគឺគាត់ទន់ជើងរបស់គាត់ឡើងស្ពឹកអស់ហើយគាត់ឡើងទន់ជង្គង់អង្គុយនៅលើផ្ទះហ្នឹងហើយគាត់គាំងមែនតើនៅពេលដែលឈរទល់មុខខ្មោចអញ្ចឹងប៉ុន្តែអ្វីដែលចម្លែកមួយទៀតគឺគាត់ព្យាយាមមើលទៅក្នុងមុងហ្នឹងដើម្បីធ្វើជាសម្លេងឬក៏ស្រែកឲ្យអ្នកដែលគេនៅក្នុងមុងហ្នឹងគឺគាត់បានឮហើយគាត់មកដាស់ឬក៏បានគ្នាទៅវាលែងខ្លាចប៉ុន្តែនៅពេលដែលគាត់មើលទៅក្នុងមុងហ្នឹងនៅក្នុងមុងហ្នឹងគឺមានតែមនុស្ស3នាក់ទេដែលគេនៅក្នុងមុងហ្នឹងហើយ3នាក់ហ្នឹងគឺគេងទន្ទឹមគ្នានៅក្បែរជញ្ជាំងបើថាគាត់គេងដាច់ពីគេមកនឹងក្បែរទ្វារនេះអញ្ចឹងគាត់ឆ្ងល់ថាចុះម្នាក់ដែលគេនៅជាប់គាត់ខាងឆ្វេងដៃដែលគាត់ធាក់មុនហ្នឹងជាពីណាព្រោះ3នាក់ទៀតគេឡើងដាច់ទៅជាប់ជញ្ជាំងនៅខាងនោះហ្នឹងអញ្ចឹងបានន័យថាវាបាត់មនុស្សម្នាក់ដែលគេនៅខាងឆ្វេងដៃគាត់ហ្នឹងហើយអត់មានឃើញគាត់ទេពូធុនគាត់គិតថាអ្នកដែលគាត់ធាក់អំបញ្ញមិញហ្នឹងគឺជាពីណានៅពេលដែលពូធុនគាត់ទុនជើងរត់ក៏មិនរួចស្រែកហៅគេក៏មិនរួចអញ្ចឹងបានត្រឹមតែអង្គុយមើលមុខម្នាក់ស្រីនឹងយ៉ាងច្បាស់ម្នាក់ស្រីនឹងក៏បានឈប់ច្បូតសក់ហើយលើកដៃច្អល់មកគាត់បើកភ្នែកធំហើយនិយាយដោយភាសាអសរមកកាន់គាត់ថាហើយបើណាហើយមកកន្លែងឯងចាស់សុំទីមកអញពេញផ្ទះបាទមិនសែនមន់ឆៅនឹងស្រាឲ្យគេទេគេនឹងលងបន្លាចរហូតតតែឈឺជ្រុះសក់
ហើយគេនឹងអុកលុកពេញពិធីមង្គលការហ្នឹងគ្រាន់តែលឺប៉ុណ្ណឹងភ្លាមពូធុនគាត់លើកដៃសាពះគាត់ខ្លាចគាត់ញ័រខ្លួនហើយគាត់យកក្បាលគាត់អោនទល់នឹងនាផ្ទះហ្នឹងហើយគាត់លើកដៃសាពះគាត់ថាគាត់ចាំហើយគាត់រៀងហើយចាំស្អែកគាត់រៀបចំមាន់ស្ងោរៀបចំស្រាឲ្យប៉ុន្តែម្នាក់ស្រីនេះក៏បានស្រែកកំហោកមកការគាត់ថាអញមិនស៊ីមាន់ស្ងោទេអញត្រូវការមាន់ឆៅពូធុនគាត់ថាចាំហើយមាន់ឆៅពេលដែលនិយាយអញ្ចឹងហើយគេក៏បានស្រែកដាក់ពូធុនថាចេញពីផ្ទះអញទៅគ្រាន់តែប៉ុណ្្នឹងពូធុនគាត់ថាគាត់ព្យាយាមចម្បាច់ជើងគាត់លើកជើងដើរច្រត់ចិញ្ចាំងធ្វើម៉េចឲ្យទៅដល់មាត់ទ្វារកាលចុះទៅខាងក្រោមពេលទៅដល់ដីគាត់ថាគាត់វាផងអីផងដើម្បីចេញផុតពីផ្ទះហ្នឹងគ្រាន់តែគាត់វាចុះទៅដល់ក្រោមភ្លាមស្រាប់តែមានមនុស្សម្នាក់ហ្នឹងមកចាប់គាត់ពីក្រោយពេលហ្នឹងគឺពូធុនគាត់ស្រែកមកទំហឹងតែម្ដងហើយគាត់លើកដៃសាពះថាកុំធ្វើបាបគាត់គាត់ចាំហើយមាន់ឆៅប៉ុន្តែពេលហ្នឹងអ្នកដែលចាប់គាត់ហ្នឹងគឺជាបងប្រុសម្នាក់ដែលគេងនៅខាងឆ្វេងណៃគាត់ហ្នឹងគ្រាន់តែប៉ុណ្្នឹងគាត់ប្រាប់ថាធុនខ្ញុំទេកុំស្រែកផ្អើលគេពេលហ្នឹងពូធុនគាត់គ្រាន់តែមើលទៅដឹងថាមិនមែនជាខ្មោចគឺគាត់អមមែនតែនគាត់ព្យាយាមឲ្យបងហ្នឹងជួយលើគាត់ផងហើយធ្វើម៉េចចេញផុតពីផ្ទះហ្នឹងសិនពេលដែលបងប្រុសម្នាក់ហ្នឹងគាត់គ្រាពូធុនទៅផ្ទះរបស់បងស្រីគាត់ព្រោះចម្ងាយពីផ្ទះដែលគាត់គេងហ្នឹងតែផ្ទះបងស្រីគាត់ហ្នឹងគឺចម្ងាយប្រហែលជាខ្ទង់10ម៉ែត្រដែរដោយសារគាត់បញ្ជាក់ថាផ្ទះគឺវារាងដីឡូហើយវាធំពីគ្នានៅពេលដែលគ្រាទៅដល់ផ្ទះដែលត្រូវរៀបចំពិធីមង្គលការហ្នឹងបងប្រុសម្នាក់ហ្នឹងគាត់ក៏បានចូលទៅហៅបងស្រីរបស់ពូធុនដើម្បីចេញមកពិភាក្សាហើយនឹងប្រាប់រឿងហ្នឹងពេលដែលចេញមកគឺគាត់ព្យាយាមកុំឲ្យពូធុនហ្នឹងស្រែកលោឡាដោយខ្លាចក្រែងថាផ្អើលគេផ្អើលឯងពេលដែលគាត់ចេញមកពូធុនគាត់ក៏បានសួរទៅបងប្រុសហ្នឹងថាបងហើយពេលមុនហ្នឹងបងឯងចុះមកតាំងពីពេលណាហើយមិនក៏មកដាក់ខ្ញុំផងបងឯងជួបខ្មោចស្រីម្នាក់ហ្នឹងដែរមែនបងប្រុសម្នាក់ហ្នឹងគាត់ថាអូគាត់ជួបមុនធុនឯងទៀតដោយសារតែជួបនឹងហើយបានជាគាត់រត់ចំហើយគាត់មិនហ៊ានឡើងទៅវិញគាត់ថាពេលហ្នឹងគាត់គេងនេះមានអារម្មណ៍ដូចជាត្រជាក់វាខុសធម្មតាហើយពេលហ្នឹងគាត់ក៏មានអារម្មណ៍ថាឈឺបត់ជើងតូចពេលដែលគាត់ងើបបំរុងនឹងដើរមកបត់ជើងតូចនេះគាត់ឃើញមនុស្សស្រីម្នាក់ដើររេរ៉នៅក្នុងផ្ទះហ្នឹងពេលហ្នឹងគាត់ញីភ្នែកគាត់មើលមិនច្បាស់ទេថានរណាមករកអីលើផ្ទះហ្នឹងប៉ុន្តែនៅពេលដែលគាត់មើលឃើញច្បាស់ហើយគាត់ឃើញមនុស្សស្រីម្នាក់ដែលមុខហ្នឹងគឺឡើងខៀវសក់ឡើងកត្រឹងគឺគួរឲ្យខ្លាចមែនតើនៅពេលហ្នឹងគឺគាត់រត់ចុះទៅខាងក្រោមមួយទំហឹងតែម្ដងប៉ុន្តែនៅពេលដែលគាត់ចុះទៅខាងក្រោមហើយគាត់មានអារម្មណ៍ថាគាត់រត់តែឯងអញ្ចឹងដូចជាមិនសមដូចជាមិនគប្បីជាមួយនឹងអ្នកដែលគេងរួមគ្នានៅខាងលើហ្នឹងអញ្ចឹងពេលហ្នឹងគឺគាត់ខំទន្ទ្រាំជើងនៅកម្មចដាគាត់គោះកម្មចដាផងគាត់ទន្ទ្រាំជើងផងដើម្បីឲ្យអ្នកនៅខាងលើហ្នឹងបានភ្ញាក់បានរត់ចេញមកក្រៅទាំងអស់គ្នាប៉ុន្តែគាត់ថានៅពេលដែលគាត់ខំទន្ទ្រាំជើងឬក៏ទះកម្មចដាហ្នឹងយ៉ាងណាក៏អត់មានអ្នកណាភ្ញាក់ដែរអញ្ចឹងគាត់អត់ហ៊ានឡើងទៅខាងលើដើម្បីដាស់នរណាទេដោយសារគាត់ក៏ខ្លាចដែរអញ្ចឹងគាត់មានតែសម្ងំចាំនៅខាងក្រោមក្រែងលោថាមាននរណាភ្ញាក់ហើយជួបនឹងគាត់រត់ចុះមកខាងក្រោមហ្នឹងនឹងអាងថាគាត់ជួយកុំឲ្យខ្លាចឬក៏មាននរណាគេខ្លាចពេកលោតចុះពីកម្មចដាហ្នឹងមកអត់ចុះតាមសម្រួលបាក់ដៃបាក់ជើងហ្នឹងគឺគាត់នៅចាំជួយនៅខាងក្រោមហ្នឹងប៉ុន្តែគាត់នៅខាងក្រោមហ្នឹងមិនទាន់បានប្រមាណផងក៏ឮសំឡេងដូចជាធុនឯងនេះភ្ញាក់អញ្ចឹងទៅគាត់ក៏នៅតែចេះចាំជួយចាំមើលអញ្ចឹងទៅនៅពេលដែលនិយាយអញ្ចឹងហើយបងស្រីបង្កើតរបស់ពូធុនហ្នឹងគាត់ក៏ថាឥឡូវអត់អីទេចាំគាត់ទៅរកគ្នារៀងច្រើនពី3នាក់ទៀតដើម្បីថាជួយទៅដាស់អ្នកដែលគេងនៅខាងលើហ្នឹងដែលសេះសល់ហ្នឹងអត់តន់ជួបហ្នឹងឲ្យចុះមកហើយរកកន្លែងគេងថ្មីគុំតែគេងលើផ្ទះហ្នឹងទៀតបើសិនជាគេប្រកែប្រកាន់អញ្ចឹងហើយអញ្ចឹងនៅពេលដែលបងស្រីរបស់ពូធុនហ្នឹងគាត់ទៅដើររកមនុស្សប្រុសពី3នាក់ទៀតដើម្បីឲ្យជួយឡើងទៅដាស់អ្នកដែលគេងនៅសេះសល់នៅលើផ្ទះហ្នឹងកុំឲ្យថាមាននរណាជួបគាត់ខ្លាចឬក៏គាត់ផ្អើលឆោឡោផ្អើលអ្នកដែលទៅចូលរួមឬក៏បងប្អូនដែលត្រូវចូលរួមពិធីមង្គលការហ្នឹងកុំឲ្យថាវារញ៉េរញ៉ៃឬក៏ពួកគាត់ហ្នឹងមានអារម្មណ៍អត់ល្អ
ហើយរឿងមួយហ្នឹងគឺគាត់លាក់កូនកន្លោះឲ្យកូនកំពុងអត់ឲ្យដឹងទេបន្ទាប់ពីជួបរឿងបែបហ្នឹងហើយបងស្រីរបស់ពូធុនគាត់ក៏បានរៀបចំកន្លែងគេងឲ្យចុងភៅនិងក្មេងៗកំឡោះដែលត្រូវមកកំឡោះកូនកំឡោះហ្នឹងគាត់បានគេងនៅកន្លែងផ្សេងហើយពូធុនដោយសារតែគាត់ភ័យពេកគាត់ខ្លាចឡើងញ័រខ្លួនទៅហើយអញ្ចឹងគាត់មិនបានប្រាប់អារឿងដែលគេទៀមមន់ឆៅហើយនឹងស្រាសហ្នឹងទៅបងស្រីគាត់ទេគាត់ក៏ភ្លេចរឿងហ្នឹងបាត់ទៅពូធុនគាត់ត្រូវទៅគេងជាមួយប្រពន្ធកូនគាត់នៅផ្ទះរបស់បងប្អូនចំនួនមួយរបស់គាត់ដែលនៅឆ្ងាយពីរោងការហ្នឹងបានន័យថាគាត់សុកចិត្តជិះឆ្ងាយក៏គាត់លេងគេងនៅលើផ្ទះហ្នឹងដែរកាត់រំលងមកដល់ថ្ងៃដែលត្រូវរៀបចំពិធីមង្គលការដោយសារតែថ្ងៃដែលគាត់ជួបហ្នឹងគឺជាយប់ដំបូងដែលគាត់ទៅដល់កន្លែងផ្ទះការហ្នឹងហើយគាត់ទៅគេងពីយប់មុននឹងថ្ងៃដែលត្រូវរៀបចំពិធីមង្គលការហ្នឹងអញ្ចឹងយប់ដំបូងគឺជាយប់ដែលត្រូវរៀបចំពិធីចូលរោងធម្មតានៅពេលដែលចូលរោងអញ្ចឹងគាត់ជាចុងភៅហ្នឹងគាត់ត្រូវរៀបចំហើយអញ្ចឹងមុនពេលដែលចុងភៅគេរៀបចំចម្អិនម្ហូបហ្នឹងបងស្រីរបស់គាត់ហ្នឹងក៏បានមកសួរពូធុនថាធុនឯងមានត្រូវទិញអីយកមកសែននៅកន្លែងរោងចុងភៅនឹងអត់មុននឹងចាប់ផ្ដើមរៀបចំចម្អិនម្ហូបទោះបីបងស្រីគាត់មកសួររឿងមានសម្ដែងមានអីត្រូវរៀបចំសែននឹងក៏ដោយក៏ពូធុនគាត់នឹកអត់ឃើញអារឿងមន់ឆៅហើយនឹងស្រាសនឹងដែរគាត់ថាមិនអីទេមកឲ្យយកទៅក្បាលជ្រូកមន់ស្ងោរហើយនឹងផ្លែឈើតិចមកហើយនឹងមានប៊ីយ៉ាឬក៏ទឹកក្រូចមួយកំប៉ុងមកដាក់ទៅវាមិនអីទេចាំខ្ញុំរៀបចំសែនបើឲ្យរកតែប៉ុណ្្នឹងមកឲ្យខ្ញុំមកអញ្ចឹងនៅពេលហ្នឹងគឺពូធុនគាត់មិនបានធ្វើអីតាមពាក្យសន្យារបស់គាត់ទេដោយសារតែគាត់ភ្លេចឡើងឆឹងតែម្ដងពេលដែលគាត់ចាប់ផ្ដើមធ្វើម្ហូបគាត់បញ្ជាក់ថានៅពេលនោះថ្ងៃចូលរោងហ្នឹងគឺគាត់ធ្វើបបរគ្រឿងសាច់ជ្រូកហើយវាមានជើងជ្រូកវាមានសាច់ជ្រូកដែលគាត់ដាក់ក្នុងឆ្នាំងបបរហ្នឹងគាត់នៅឈោកោហើយគាត់លើកមើលសាច់ហ្នឹងអញ្ចឹងចង់ដឹងថាវាផុយល្មមចូលជាតិឆ្ងាញ់ហើយឬនៅពេលដែលគាត់កំពុងតែកោហើយមើលសាច់កោហើយលើកមើលសាច់នេះពេលហ្នឹងស្រាប់តែពូធុនគាត់ភ្ញាក់ហើយស្រ័យមកទំហឹងហើយគាត់ក៏បានជះអាបបរមកវែកដែលវែកចុងភៅហ្នឹងគឺវែកហ្នឹងធំមកវែកហ្នឹងសឹងថាចិត្តមួយឆ្នាំពេលដែលគាត់លើកបបរហ្នឹងមើលហើយគាត់ក៏ស្រាប់តែស្រ័យហើយគាត់ជះទៅបបរហ្នឹងគឺត្រូវនឹងបងប្រុសដែលគាត់ជាចុងភៅគាត់ឈរចំអិនចិត្តពូធុននឹងដែរពេលហ្នឹងក៏ផ្អើលឆោឡោមនុស្សម្នាហ្នឹងគាត់មកមើលសួរថាពូធុនគាត់កើតអីបានជាគាត់ស្រ័យហើយគាត់ទៅជះបបរដាក់គេអញ្ចឹងពេលហ្នឹងពូធុនគាត់រៀងឈរថ្មឹងហើយមកសំទុះហ្នឹងបានគាត់រៀងដឹងខ្លួនវិញគាត់ក៏ទៅសុំទោសបងមួយដែលគាត់ជះបបរដាក់ហ្នឹងគាត់យកកម្មាគាត់ទៅជូតទៅអីដោយសារតែបងហ្នឹងគឺមកវែកបោះចុងភៅហ្នឹងគឺបបរច្រើនមែនទែនគឺគាត់អាលាកពេលដែលគេព្យាយាមសួរថាគាត់ឃើញអីគាត់កាត់អីហ្នឹងគឺគាត់អត់និយាយអីទេគាត់ក៏បានដើរទៅរកម្ដាយរបស់កូនកំមុំដែលត្រូវជាបងស្រីបកើតរបស់គាត់ហ្នឹងពេលដែលគាត់ចេញមកសួរថាពូធុនកាត់អីហ្នឹងគាត់ក៏បាននិយាយទៅកាន់បងស្រីគាត់ហ្នឹងខ្សឹបថាពេលដែលខ្ញុំកោបបរបាញ់មិញពេលដែលខ្ញុំកោមកលើកសាច់មកចង់ដឹងថាវាផុយវាចូលជាតិហើយឬនៅស្រាប់តែខ្ញុំឃើញដៃមនុស្សនៅក្នុងឆ្នាំងបបរហ្នឹងហើយសំបីតែវែកបបរដែលខ្ញុំលើកមកហ្នឹងក៏មានដៃមនុស្សដែរអញ្ចឹងបានជាពេលហ្នឹងគឺខ្ញុំភ្ញាក់ឲ្យខ្ញុំជះទៅប៉ុន្តែនៅពេលដែលខ្ញុំមើលផ្លឹកទៅក្នុងឆ្នាំងបបរហ្នឹងវិញមកសំទុះហ្នឹងក៏វាមើលឃើញថាជាបបរហើយនឹងសាច់ជ្រូកធម្មតាពេលនេះខ្ញុំដឹងខ្លួនក៏ដឹងខ្លួនថាជះបបរហ្នឹងទៅលើបងប្រុសមួយដែលឈរនៅគៀនខ្ញុំនឹងបានហើយពេលដែលប្រាប់អញ្ចឹងហើយបងស្រីរបស់គាត់ហ្នឹងក៏បានយករឿងហ្នឹងទៅប្រាប់លោកតាអាចារ្យដែលជាអ្នករៀបចំពិធីមង្គលការហ្នឹងពេលដែលគាត់ស្ដាប់ហើយលោកតាអាចារ្យហ្នឹងគិតថាអូប្រហែលជាខុសមេបាខាងប្រុសឬក៏ខាងស្រីឬក៏មេបាខាងណាដែលគាត់មិនពេញចិត្តទៅដឹងព្រោះនៅពេលដែលតាអាចារ្យសួរពូធុនថាធុនឯងមានរៀបចំសែនឲ្យគេឬអត់មុននឹងចាប់ផ្ដើមធ្វើម្ហូបហ្នឹងពូធុនក៏ថារៀបចំសែនអស់ហើយប៉ុន្តែមិនគួរណាទៅជុំរឿងចឹងទៀតលោកតាអាចារ្យគាត់ក៏ចាប់ផ្ដើមមានចេកមានមន់ដើម្បីយកទៅឲ្យធូបបែបបន់ក្រែងលោថាមានមេបាខាងណាខុសឬក៏មិនត្រូវចិត្តហើយគាត់ក៏ចាប់ផ្ដើមរៀបចំធ្វើពិធីមង្គលហ្នឹងតទៅទៀតដល់ឲ្យពូធុនហ្នឹងប្រយ័ត្នប្រយែងចំអិនម្ហូបដោយយកចិត្តទុកដាក់ហើយប្រយ័ត្នរបូតដៃរបូតកវិតត្រូវគេត្រូវឯងលើកហ្នឹងសំណាងហើយដែលវាគ្រាន់តែជាបបរ
បើពេលហ្នឹងគាត់កាន់កំបិតគាត់គប់គាត់អីទៅប្រកាសជាមានអ្នករងរបួសហើយអញ្ចឹងស្ដាប់មកដល់ចំណុចនេះប្រហែលជាមានពុកម៉ែបងប្អូនមួយចំនួនគាត់ប្រហែលជាតឹងចិត្តនឹងពុធនថាហេតុអីបាននឹកមិនឃើញអីដែលគាត់និយាយឬក៏សន្យាជាមួយនឹងគេហ្នឹងប៉ុន្តែកុំបន្ទោសគាត់អីបើសិនជាយើងដាក់អារម្មណ៍ឬក៏ចិត្តយើងឬក៏យើងសាកសម័យថាបើសិនជាយើងជាម្នាក់នៅក្នុងទស្សនវិជ្ជាដែលពុធនគាត់ជួបហ្នឹងពេលហ្នឹងដោយសារថាគាត់ខ្លាចខ្លាំងអញ្ចឹងដល់ពេលដែលមនុស្សយើងភ័យយើងខ្លាចយើងចេះតែនិយាយចេះតែបែកបន់ហើយអីក៏បានដែរព្រោះថានៅពេលហ្នឹងគឺយើងខ្លាចអញ្ចឹងពុធនគាត់ដូចគ្នាសូម្បីតែគាត់និយាយអីក៏គាត់នឹងមិនឃើញដែរគាត់មិនដឹងថាពេលហ្នឹងគាត់បាននិយាយអីខ្លះទេអញ្ចឹងឯងបានជាគាត់នឹកមិនឃើញថាអីដែលគេប្រាប់គាត់ហើយនឹងអីដែលគាត់បានយល់ព្រមសន្យាជាមួយគេហ្នឹងអញ្ចឹងយើងចូលមកកាន់សាច់រឿងរបស់យើងបន្តទៀតខ្ញុំសូមកាត់រំលងមកដល់ស្អែកឡើងនៅពេលដែលថ្ងៃដែលត្រូវគេសំពះផ្ទឹមហ្នឹងអញ្ចឹងធម្មតានៅពេលដែលគេសំពះផ្ទឹមសម័យនោះគឺជាងថតគេប្រើកាមេរ៉ា film ហើយគេមិនមែនប្រើកាមេរ៉ា digital ដូចសម័យឥឡូវទេចុចប្រមាណប៉ុស្តិ៍ក៏បានចុចហើយភ្លាមមើលភ្លាមស្អាតឬក៏អត់ចុចថ្មីប៉ុន្តែសម័យហ្នឹងគឺជាងថតគាត់រៀងផ្ចិតផ្ចង់មែនតើដោយសារអីគឺគេកំណត់ចំនួនប៉ុស្តិ៍ឧទាហរណ៍ថាគេទិញ200ប៉ុស្តិ៍ឬក៏300ប៉ុស្តិ៍អញ្ចឹងសូម្បីតែម្ចាស់ការក៏គេប្រាប់ដែរថាវែងណាហៅថតកុំចេះតែចុចចាំមើលណាដែលត្រូវជាបងប្អូនឬក៏កន្លែងសំខាន់ចាប់ចុចអញ្ចឹងពេលដែលខ្ញុំនិយាយដល់ចំណុចហ្នឹងប្រហែលជាពុកម៉ែបងប្អូនខ្លះដែលគាត់ធ្លាប់ឆ្លងកាត់អាសម័យដែលថតរូបមង្គលការគេប្រើកាមេរ៉ា film ហើយគេកំណត់ចំនួនប៉ុស្តិ៍ហ្នឹងប្រហែលជាគាត់នឹកឃើញអាហ្នឹងឡើងវិញហើយអញ្ចឹងសូមកាត់រំលងមកដល់ពេលដែលគេត្រូវចងដៃប្តីប្រពន្ធឬក៏គូស្វាមីភរិយាថ្មីហ្នឹងអញ្ចឹងដោយសារតែពុធនគាត់គឺជាពូបង្កើតរបស់កូនក្រមុំអញ្ចឹងនៅពេលហ្នឹងគេក៏បានមកហៅគាត់ពីកន្លែងរោងចុងភៅហ្នឹងឲ្យទៅចងដៃក្មួយសិនពេលដែលគាត់គួចដៃក្មួយហើយជាតិពេលហ្នឹងគឺគេបិទភ្នែកម្ខាងគេយឹតមើលអាកាមេរ៉ាហ្នឹងម្ខាងដោយសារតែកាមេរ៉ាគេគឺវាមិនមាន screen សម្រាប់មើលទេវាមានថាអាប្លោះដូចកែយឹតទូចមួយនៅលើកាមេរ៉ាហ្នឹងដើម្បីមើលប្លង់កាមេរ៉ាដែលត្រូវថតអញ្ចឹងពេលហ្នឹងគឺពុធនគាត់គួចដៃកូនក្រមុំហើយប្រពន្ធគាត់គឺគួចដៃកូនកំឡោះហើយពេលហ្នឹងគេឲ្យកាន់អាខ្សែអំបោះហ្នឹងដើម្បីមើលទៅកាមេរ៉ាទាំងអស់គ្នាដើម្បីថតរូបរឿងដែលចម្លែកនៅពេលដែលគាត់កំពុងតែកាន់អាខ្សែអំបោះដៃកូនក្រមុំហ្នឹងជាងថតគាត់កំពុងតែយឹតមើលគាត់ក៏បានស្រែកប្រាប់ថាម្នាក់ស្រីមួយនៅកណ្ដាលកូនកន្លោះកូនក្រមុំហ្នឹងដើរចេញតិចអត់មានត្រូវមកអង្គុយនៅកណ្ដាលកូនកន្លោះកូនក្រមុំចឹងទេគ្រាន់តែជាងថតស្រែកចឹងហើយម្នាក់គឺគេនាំគ្នាមើលទៅតាមជាងថតនឹងស្រែកប៉ុន្តែគឺអត់មានឃើញនរណាដែលមកអង្គុយនៅចន្លោះកូនក្រមុំហើយនិងកូនកន្លោះទេព្រោះសំពះផ្ទឹមកូនកន្លោះកូនក្រមុំអង្គុយឡើងជាប់គ្នាប៉ុន្តែជាងថតនៅតែបន្តស្រែកថាម្នាក់ដែលអង្គុយពីក្រៅកូនកន្លោះកូនក្រមុំហ្នឹងងើបចេញតិចម្នាក់គឺនាំគ្នាមើលហើយមើលមុខគ្នាពូធនគាត់ស្រែកសួរជាងថតថាអូនហើយស្រែកឲ្យនរណាគេជាងថតហ្នឹងគឺគាត់អត់ដាក់កាមេរ៉ាចុះទេគាត់នៅតែយឹតមើលឲ្យគាត់និយាយថានោះម្នាក់មួយអង្គុយពីក្រោយនៅកណ្ដាលកូនកន្លោះកូនក្រមុំនោះម្នាក់ពាក់អាវសនោះគ្រាន់តែលឺប៉ុណ្ណឹងភ្លាមមនុស្សម្នាដែលនៅក្នុងពិធីមង្គលការហ្នឹងចាប់ផ្ដើមផ្អើលឆោឡោមើលមុខគ្នាដោយឆ្ងល់នឹងអ្វីដែលជាងថតនឹងនិយាយពេលហ្នឹងពូធនគាត់ក៏បានស្រែកទៅជាងថតថាអូនហើយនិយាយពីណាគេហើយដាក់កាមេរ៉ាចុះសិនមើលពេលហ្នឹងជាងថតហ្នឹងគាត់ដាក់កាមេរ៉ាចុះបណ្ដាគាត់លើកដៃច្អល់ទៅខាងក្រោយកូនកន្លោះកូនក្រមុំបណ្ដាគាត់និយាយថានោះនិយាយពីម្នាក់គ្រាន់តែប៉ុណ្ណឹងពេលដែលគាត់ដាក់កាមេរ៉ាចុះមកគឺគាត់អត់ឃើញនរណាអង្គុយពីក្រោយកូនកន្លោះកូនក្រមុំហ្នឹងទេអញ្ចឹងពេលហ្នឹងគឺគាត់នៅគៀងច្អល់ទៅពីក្រោយកូនកន្លោះកូនក្រមុំហ្នឹងហើយដៃម្ខាងហ្នឹងគាត់ដាក់កាមេរ៉ាចុះហើយគាត់គៀងត្រឹមថានោះនិយាយពីម្នាក់គ្រាន់តែប៉ុណ្ណឹងគឺគាត់នៅគៀងប៉ុណ្ណឹងដោយសារតែពេលដែលគាត់ដាក់កាមេរ៉ាចុះមកគឺគាត់អត់មានឃើញនរណាអង្គុយពីខាងក្រោយហ្នឹងទេពេលហ្នឹងភ្លាមទឹកមុខរបស់ជាងថនហ្នឹងក៏ប្រែទៅជាស្លេកស្លាំងហើយគាត់ចាប់ផ្ដើមបែកញើសចេញមកដូចជាគាត់បានឃើញច្បាស់ណាស់ថាមាននរណាម្នាក់អង្គុយនៅពីក្រោយចំកណ្ដាលកូនកន្លោះកូនក្រមុំហ្នឹងមែនគាត់មិនបាននិយាយលេងឬក៏
គាត់ចង់បណ្ឌិតឬក៏និយាយរឿងហ្នឹងដោយក្នុងគោលបំណងអីមួយទេប៉ុន្តែវាដូចជាគាត់ពិតជាបានឃើញមែនមានរឿងបែបហ្នឹងកើតឡើងភ្លាមអាចារ្យគាត់ផ្អាកហើយនឹងគាត់មកនិយាយជាមួយនឹងម្ចាស់ដើមការភ្លាមគាត់ថាមិនស្រួលទេប្រហែលជាខុសមេបាឬក៏សាច់ញាតិខាងណាគេមិនពេញចិត្តទេមើលទៅអញ្ចឹងឲ្យទៅរៀបចំសម្ដែងទៀតមកពេលដែលឮពាក្យថាសម្ដែងបែបហ្នឹងភ្លាមហើយនឹងឮជាងថតស្រ័យថាម្នាក់ពាក់អាវសអង្គុយពីក្រោយហ្នឹងពុធុនគាត់បាននឹកឃើញភ្លាមទៅដល់ក្មួយស្រីដែលបានលងបន្លាចគាត់ហ្នឹងពេលហ្នឹងគាត់នឹកឃើញហើយគាត់ថាលោកតាអាចារ្យមិនមែនមេបាខាងណាទេគាត់ដឹងហើយបន្ទាប់មកគាត់ក៏បានប្រាប់គេឲ្យទៅរកមន់ឆៅហើយនឹងស្រាសមកដបមកពេលហ្នឹងបងស្រីរបស់គាត់ក៏បានសួរថាហេតុអីបានជាឲ្យដឹងថាត្រូវសែនរបស់នឹងច្បាស់ម្ល៉េះពុធុនគាត់ក៏មិនលាក់អីទៀតដែរគាត់ក៏បានប្រាប់រឿងរ៉ាវទាំងអស់ដែលគាត់បានជួបកាលពីគាត់គេងនៅលើផ្ទះហ្នឹងហើយគាត់បានសន្យាជាមួយគេថាគាត់នឹងដាក់ស្រាសហើយនឹងមន់ឆៅឲ្យគេព្រោះវាជាអ្វីដែលគេចង់បានបន្ទាប់ពីឮបែបហ្នឹងហើយគេក៏បានទៅរៀបចំរមន់ឆៅហើយនឹងស្រាសដើម្បីយកមកឲ្យពុធុននឹងសែនព្រេនឲ្យគេមែនបន្ទាប់ពីគាត់បានដាក់សម្ដែងសែនព្រេនឲ្យគេស្រួលបួលហើយទើបលោកតាអាចារ្យហ្នឹងហ៊ានដំណើរការកម្មវិធីការនឹងបន្តទៀតប៉ុន្តែនៅពេលដែលពុធុនគាត់ទៅឲ្យធូបបែបបនសែនព្រេនរួចរាល់ហើយគឺពិធីមង្គលការមកហ្នឹងគឺគេធ្វើកាត់ទេគ្រាន់តែវាលែងមានរឿងហេតុភេទចម្លែកហ្នឹងកើតមានទៀតហើយប៉ុន្តែពុធុនគាត់ចេះតែចាំមើលដែរគាត់ចង់ដឹងថានៅពេលដែលដាក់សែនព្រេនចឹងហើយនៅមានជួបរឿងអីទៀតឬក៏អត់ប៉ុន្តែគាត់ថាសំណាងដែរដែលនៅក្នុងពិធីការហ្នឹងវាអាចបញ្ចប់ដោយរលូនហើយពួកគាត់ក៏បានរៀបចំបោសសម្អាតផ្ទះហ្នឹងហើយលែងឲ្យពីណាទៅរញ៉េរញ៉ៃនៅលើផ្ទះហ្នឹងទៀតដោយសារតែធ្វើម៉េចបើយើងជ្រុលជាធ្វើរោងចុងភៅនៅកន្លែងហ្នឹងទៅហើយអញ្ចឹងមានតែសុំគេស្រួលបួលយើងលែងឡើងទៅលើផ្ទះហ្នឹងហើយគ្រាន់តែសុំបរិវេណពីមុខផ្ទះដើម្បីធ្វើរោងចុងភៅតែប៉ុណ្្នឹងទេអញ្ចឹងនេះគឺជារឿងដែលពុធុនគាត់បានជួបប្រទះនៅពេលដែលគាត់ទៅចូលរួមពិធីមង្គលការរបស់ក្មួយស្រីគាត់នៅកំឡុងឆ្នាំ1999ហ្នឹងអញ្ចឹងនៅពេលដែលយើងស្ដាប់ទៅរឿងរបស់ពុធុនមួយនេះគឺព្រឺព្រួចខ្លាំងមែនតើសូម្បីតែខ្ញុំជាអ្នកនិទាននេះក៏មានអារម្មណ៍ថាគួរឲ្យខ្លាចដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលជាប្រិយមិត្តអ្នកស្ដាប់ Channel និទានយល់ឃើញយ៉ាងណាដែរសម្រាប់រឿងមួយនេះខ្លាចទេហើយល្អស្ដាប់ទេសង្ឃឹមថាពុកម៉ែបងប្អូនចូលចិត្តអេពីសូតទី31ដែលនិទានធ្វើហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់គាំទ្រការផលិតវីដេអូរបស់និទានក៏អាចផ្ញើមកបានតាមរយៈ ABA ដែលខ្ញុំដាក់លេខកុងនៅខាងក្រោមនេះអញ្ចឹងសម្រាប់អេពីសូតទី31ឬក៏ភាគទី31ក៏បានមកដល់ទីបញ្ចប់រឿងរ៉ាវដែលពុធុនគាត់បានជួបគឺមានតែប៉ុណ្្នឹងទេអញ្ចឹងដោយដែលខ្ញុំតែងតែនិយាយដដែលអញ្ចឹងថានិទានបង្កើតឡើងគ្រាន់តែចង់ចែករំលែកនៅរឿងខ្មោចដើម្បីឲ្យពុកម៉ែបងប្អូនបានស្ដាប់កម្សាន្តដូចជាចាស់ក៏និទានប្រាប់យើងឬក៏យើងនិទានប្រាប់មិត្តភ័ក្តិតែប៉ុណ្្នឹងឯងមិនជំរុញឲ្យពុកម៉ែបងប្អូនជឿទេថាខ្មោចមានពិតឬក៏មិនមានពិតសូមស្ដាប់ត្រឹមតែជាការកម្សាន្តនិងស្ដាប់ដោយការពិចារណាហើយប្រសិនបើពុកម៉ែបងប្អូនមានមតិយោបល់កែលម្អដែលចង់ឲ្យនិទានធ្វើវីដេអូលើកក្រោយកាន់តែល្អបងប្អូនអាចបញ្ចេញនៅមតិកែលម្អឬក៏ចំណាប់អារម្មណ៍នៅក្នុង comment នៅខាងក្រោមបានហើយសម្រាប់ពុកម៉ែបងប្អូនដែលចូលមកស្ដាប់ពុំទាន់បានចុច Subscribe ឬក៏ពាក្យថាជាវសូមមេត្តាបងប្អូនជួយចុច Subscribe ឬក៏ជាវម្នាក់មួយទៅដោយសារថាវាគឺជាកម្លាំងចិត្តដើម្បីឲ្យ Admin Kevin ហ្នឹងខំស្វែងរករឿងរ៉ាវថ្មីក៏ដូចជានិទានជូនពុកម៉ែបងប្អូនស្ដាប់នៅអេពីសូតក្រោយៗទៀតមិនសូមអីពីពុកម៉ែបងប្អូនទេសូមត្រឹមតែជួយ Subscribe ជួយ Like ជួយ Share វីដេអូនេះទៅកាន់មិត្តភ័ក្តិឬក៏បងប្អូនយើងដែលអ្នកចូលចិត្តរឿងនិទានខ្មោចហ្នឹងឲ្យគាត់បានស្ដាប់ជាមួយនឹងគ្នាផងនិទានម្ដងស្អកកហើយពុកម៉ែបងប្អូនអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនជួយចុច Subscribe ម្នាក់មួយទៅវាអត់ចំណាយពេលយូរទេគ្រាន់តែជួយចុចមួយប៉ក់ហ្នឹង
សូមអរគុណពុកម៉ែបងប្អូនទុកមុនហើយសង្ឃឹមថាបងប្អូនចូលចិត្តនៅអេពីសូតនេះទាំងអស់គ្នាអញ្ចឹងសម្រាប់រឿងរ៉ាវរបស់ពធនគឺញាក់សាច់របស់គាត់សម្រាប់ខ្ញុំគិតថាគួរខ្លាចមែនតើប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនខ្លាចឬមិនខ្លាចអាចខមមិននៅខាងក្រោមបានហើយខ្ញុំក៏បានសួរពធនដែរតាក់ទងនឹងប្រវត្តិរបស់ម្នាក់ស្រីហ្នឹងពធនគាត់ប្រាប់ថាគាត់អត់ដឹងថាខ្មោចស្រីមួយហ្នឹងហើយនេះបានជាគាត់ទៅនៅលើផ្ទះហ្នឹងហើយម្ចាស់ផ្ទះគេរើចេញពីផ្ទះហ្នឹងដោយសារតែគាត់ជួបហេតុការណ៍ចម្លែកដោយដែលពុធនជួបនឹងដែរឬក៏យ៉ាងណាក៏គាត់មិនដឹងដែរសូម្បីតែគាត់សួរបងស្រីរបស់គាត់ដែលមានផ្ទះនៅជិតហ្នឹងក៏គាត់ប្រាប់ថាធម្មតាកាលពីចំនួនឆ្នាំ1990ជាងចំនួននោះនៅទីជនបទគឺវាងងឹតហើយប្រជាជនហ្នឹងគឺឆាប់ចូលសម្រានណាម៉ោង6ម៉ោង7ហ្នឹងគឺពួកគាត់ចូលសម្រានអស់ហើយអារឿងខ្មោចរឿងភ្លើងហោះទៅហោះមកចូលផ្ទះដែលគេទុកចោលហ្នឹងគឺវាជារឿងធម្មតានៅកាលសម័យនោះទេប៉ុន្តែគឺខ្មោចស្រីហ្នឹងមិនដែលថាធ្វើជាការលំបាកឬក៏ភាពភ័យខ្លាចអីដល់បងស្រីរបស់ពុទ្ធនដែលគាត់រស់នៅជិតហ្នឹងទេអញ្ចឹងបានជាគាត់មិនដែលទៅចាប់អារម្មណ៍រឿងថាផ្ទះហ្នឹងគឺមិនមានខ្មោចនៅឬក៏អីទេអញ្ចឹងអេពីសូតទី31ឬក៏ភាគទី31ក៏បានមកដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាយ៉ាងមានតម្លៃតាមដានស្ដាប់រឿងនេះតាំងពីដើមរហូតមកដល់ចប់សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត